Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់តើតើជាមួយនឹងការសរសេរនៅលើ Photoshop ដោយសារតែពេលសរសេរទៅដូចខ្ញុំសរសេរឥឡូវហ្នឹងវាគឺអង់គ្លេសអក្សរធំទាំងអស់វាអត់មានអក្សរទូចដូចខាងនេះអញ្ចឹងមូលហេតុដែលមកពីអក្សរធំហ្នឹងគឺដោយសារតែយើងចុចអានេះយើងដោះអាហ្នឹងវាចេញមកអញ្ចឹងវានឹងអក្សរទូចមកវិញហើយតែបើសិនជាយើងអត់មាន background ហ្នឹងទេអញ្ចឹងយើងចូលទៅទៀត title ហើយយកពាក្យ plan នេះហើយយើងចុចទី3នេះមកsorry អ្នកនរគ្នាចុចទី2នេះមកវានឹង load មកឲ្យអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាចុចចូលនេះមកអ្នកនរគ្នានឹងឃើញមានអក្សរធំនិងអក្សរទូចសម្រាប់ឲ្យយើងដាក់ជាភាសាខ្មែរឬក៏ភាសាអង់គ្លេសធំទូចតាមនឹងចឹងទៅអញ្ចឹងបើយើងចង់បានអក្សរធំសុទ្ធអញ្ចឹងយើងចុចនៅលើនឹងទៅគឺវាធំសុទ្ធអូតូហ្មងវាអត់មានលាយជាមួយនឹងអក្សរទូចដូចអានេះទេអញ្ចឹងបើយើងចង់ឲ្យវា small មកវិញយើងចុចយើងដោះអានឹងចេញមកវានឹង small មកវិញហើយអញ្ចឹងសម្រាប់ដែលយើងចូលទៅទី1យើងចូលទៅ Windows ហើយយើងចុច2នេះយើងចុចគ្រីស2នឹងផងអ្នកនរគ្នាដើម្បីឲ្យវាបានអក្សរទូចនិងអក្សរធំវាលោតមកអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាអញ្ចឹងសូមអរគុណ